ក្រុមជ្រុលនិយមសៀមប្រមាណ200នាក់នៅថ្ងៃទី31ខែតុលាឆ្នាំ2025នេះបាននាំគ្នាសម្រុកចូលភូមិព្រៃច័ន្ទរបស់ប្រទេសកម្ពុជាយើងបានដឹងហើយថាគិតចាប់តាំងពីថ្ងៃទី26ខែតុលាឆ្នាំ2025គឺជាថ្ងៃដែលចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាជាមួយនឹងថៃប្រទេសកម្ពុជាយើងគឺតែងតែគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពមិនធ្វើអ្វីនោះទេប៉ុន្តែចំណែកឯភាគីថៃវិញមានទាំងការចូលឈូសឆាយដីរបស់ប្រទេសកម្ពុជាហើយថែមទាំងមិនទាន់ដោះលែងទាហានរបស់យើងទាំង18រូបនោះទៀតទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំបានស្រែកក្តែងយ៉ាងណាក្តីថាត្រូវតែឲ្យថៃដោះលែងទាហានរបស់ខ្មែរទាំង18រូបនោះជាបន្ទាន់ប៉ុន្តែថៃនៅតែមិនព្រមដោះលែងទាហានរបស់យើងទាំង18រូបហើយនៅហ៊ានដាក់លក្ខខណ្ឌឲ្យយើងថែមទៀតផងហើយឥឡូវនេះថែមទាំងមានជនជាតិថៃជ្រុលនិយមជាង200នាក់សម្រុកចូលភូមិព្រៃច័ន្ទរបស់ប្រទេសកម្ពុជាយើងហើយគេស្រែកចង់បណ្ដេញប្រជាជនខ្មែរយើងចេញពីទឹកដីនោះថែមទៀតទាំងដែលទឹកដីនេះតាំងពីដើមមកគឺជាទឹកដីរបស់ខ្មែរយើងហើយបងប្អូនប្រជាជនរបស់ខ្មែរយើងបានរស់នៅទីនេះតាំងពីយូរយារណាស់មកហើយនៅថ្ងៃទី31ខែតុលាឆ្នាំ2025នេះលោកវីរៈស៊ុំខ្វាខិតនិងបកពួកចូលរួមអុកឡុកនៅភូមិព្រៃច័ន្ទមានទាំងបើកត្រាក់ទ័រនិងអេស្កាវ៉ាទ័រផងដែរបានចូលមកក្បែរភូមិព្រៃច័ន្ទរបស់កម្ពុជាយើងប៉ុន្តែក៏ត្រូវបានទាហានថៃរារាំងជាប់ពួកជ្រុលនិយមរបស់សៀមនេះបានអះអាងចង់បណ្ដេញប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទហើយពួកគេបានប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យកងទ័ពរបស់ខ្លួនចាត់វិធានការបណ្ដេញប្រជាជនខ្មែរចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យភ្លាមបើសិនជាកងទ័ពថៃមិនធ្វើតាមពួកគេទេពួកគេនឹងចូលមកដេញប្រជាពលរដ្ឋខ្មែរដែលខ្លួនឯងតែម្ដងពួកគេថានឹងបង្ហូរឈាមជាមួយប្រជាជនកម្ពុជាហើយថានឹងដេញប្រជាជនកម្ពុជាចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យបើទោះបីជាកងទ័ពរបស់ថៃមិនហ៊ានធ្វើអ្វីក៏ដោយប៉ុន្តែគួរឲ្យសោកស្ដាយសម្រាប់ក្រុមជ្រុលនិយមនេះគឺមិនបានជោគជ័យនោះទេបានត្រឹមតែនាំគ្នាបកទៅវិញដោយភាពអាម៉ាស់តែប៉ុណ្ណោះក៏ទៅពួកសៀមនេះវាមិនខ្លាចកិច្ចព្រមព្រៀងនោះទេហើយក៏មិនញញើតទៅលើអន្តរជាតិនោះដែរទាំងដែលកិច្ចព្រមព្រៀងសន្តិភាពក៏បានចុះរួចរាល់លោកប្រធានាធិបតីដូណាល់ត្រាំក៏បានដឹងឮនេះក៏អាចបញ្ជាក់ថាពិភពលោកក៏បានដឹងឮផងដែរប៉ុន្តែលោកស៊ុំខ្វាខិតនិងបកពួកធ្វើដូចជាមិនដឹងឮរឿងអ្វីសោះបែរជាហ៊ានមកធ្វើបែបនេះទៅវិញយើងគួរដឹងផងដែរថាវីរៈស៊ុំខ្វាខិតនេះធ្លាប់ជាប់គុកនៅខ្មែរម្ដងហើយកាលពីឆ្នាំ2004ដល់ឆ្នាំ2012ដោយសារតែគេវង្វេងប្រវត្តិសាស្ត្ររឿងប្រាសាទព្រះវិហារហើយនៅពេលនេះនៅបាននាំបកពួកមកចូលអុកឡុកប្រជាជនខ្មែរនៅភូមិព្រៃច័ន្ទនេះថែមទៀតប៉ុន្តែការចូលទៅរបស់ពួកគេមិនបានជោគជ័យនោះទេព្រោះតែមានការរារាំងពីទាហានរបស់សៀមប៉ុន្តែទោះជាយ៉ាងណាយើងមិនអាចទុកចិត្តបានឡើយទោះបីជាទាហានសៀមជាយាមខាត់ពួកជ្រុលនិយមនេះក៏ដោយយើងមិនអាចទុកចិត្តសៀមម្នាក់ណាបាននោះទេយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវតែត្រៀមខ្លួនជានិច្ចពីព្រោះថាសៀមនេះមិនដែលគោរពពាក្យសន្យានិយាយបាត់ដៃជាក្នុងដៃជាញយៗមកហើយតាំងពីបទឈប់បាញ់កិច្ចព្រមព្រៀងសន្តិភាពហើយនៅការដោះលែងទាហានខ្មែរទាំង18រូបក៏គេមិនទាន់បានធ្វើដែរបើនៅតែបែបនេះតើផែនការសន្តិភាពរវាងកម្ពុជាថៃនឹងអាចទៅរួចដែរទេបើតាំងពីចុះកិច្ចព្រមព្រៀងសន្តិភាពរួចមកហើយនោះនៅតាមបណ្ដោយព្រំដែននៅតែមានការចម្រូងចម្រាសនៅឡើយប្រជាជនរបស់សៀមជាយាមអុកឡុកប្រជាជនខ្មែរធ្វើឲ្យប្រជាជនខ្មែរយើងមិនអាចនៅបានសុខនោះទេទាំងនៅថ្មីនេះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្រិតភូមិភាគកម្ពុជាថៃ OBC រវាងយុទ្ធភូមិភាគ4របស់កម្ពុជានិងយុទ្ធភូមិភាគ2របស់ថៃបានធ្វើឡើងកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025កិច្ចប្រជុំនេះបានបញ្ចប់ដោយកិច្ចព្រមព្រៀងស្តីពីការបញ្ជាឲ្យដកអាវុធធុនធ្ងន់ចេញពីបណ្ដោយព្រំសីមានៃប្រទេសទាំងពីរស្របតាមផែនការប្រតិបត្តិការទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពគ្នាលើការដកអាវុធ3ដំណើរគ្នាប៉ុន្តែបញ្ហាប្រឈមនៅតែមានស្របពេលភាគីទាំងពីររងចាំការអនុលោមច្បាប់ពេញលេញក្នុងការបន្ធូរបន្ថយព្រំដែនដែលកំពុងបន្តបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី30ខែតុលាគេនៅចាំបានថានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកអនុទានឆៃវរៈគុលបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីសន្តិភាពដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាក្សីក្នុងគោលបំណងដើម្បីបន្ថយភាពតានតឹង
នៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃហើយថៃបានបង្ហាញបញ្ជាអាវុធរបស់កម្ពុជាក្នុងបំណង